ខ្ញុំអត់ផ្លូវត្រង់ទេយល់ទេក៏និយាយវាបងខុសហើយបងម្ចាស់ឡានអីខ្ញុំម្ចាស់ឡានបាទអញ្ចឹងបងបើកពីណាមកខ្ញុំបើកពីខេត្តបោះទេអញ្ចឹងហ៎បាទហើយពេលនោះបងឃើញម៉ូតូមកពីខាងណាអត់ឃើញទេគាត់ទៅពីនេះទៅយល់ទេចូលពីស្វៀតមកយល់ទេអត់ទៅមិនបងមានបានផឹកស៊ីទេខ្ញុំហូបមែនទេខ្ញុំហូបកាប់ទីខ្ញុំហូបជួយណាដល់ថាខ្ញុំហូបជួយដល់ថាខ្ញុំមានកាប់ទីយល់ទេអូអត់ជួយថាខ្ញុំហូបខ្ញុំខុសអត់បាទខ្ញុំខុសអត់បើគាត់ជាបញ្ចូលឡាខ្ញុំខុសអត់បាទបងបាទផ្លេចចូលពីស្វៀតស្រាប់ណាស់ឆ្វេងណៃបាទបងបាទរីកាទៅខ្ញុំធ្វើការងាររដ្ឋតែខ្ញុំមិនធ្វើការងារអីដែរបងខ្ញុំនៅក្រសួងសាធារណការអូនៅក្រសួងណាបាទខ្ញុំធ្វើការងាររដ្ឋតែខ្ញុំទៅខ្ញុំទៅសម្អាងខ្ញុំមិនពពៀតទេបងនៅកន្លែងជីងទេមែនបាទហ្នឹងហើយខ្ញុំសួរថាពពៀតអត់សួរមកគាត់ចូលបាទបងបាទរថយន្តលុចស៊ីបុកម៉ូតូនៅកោះស្ពានមេគង្គស្លាប់យុវជនម្នាក់ខេត្តស្ទឹងត្រែងមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយបានកើតឡើងនៅវេលាម៉ោងប្រហែល 18:30 នាទីថ្ងៃទី22ខែមករាឆ្នាំ2026នៅលើផ្លូវជាតិលេខ9ត្រង់ចំណុចកោះស្ពានមេគង្គស្ថិតក្នុងភូមិអូត្រែលឃុំថ្លាបរិវត្តស្រុកថ្លាបរិវត្តខេត្តស្ទឹងត្រែងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែងតាមការបញ្ជាក់ពីសមត្ថកិច្ចគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយការប៉ះទង្គិចគ្នារវាងម៉ូតូ Max Wave ពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះ D-Date ភេទប្រុសអាយុ16ឆ្នាំមុខរបរលក់ពងទាមានទីលំនៅភូមិអូកណ្ដៀឃុំអូកណ្ដៀស្រុកអូក្រៀងសាន់ជ័យខេត្តក្រចេះនិងរថយន្ត Max Lexus LX 407ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AI 5526បើកបរដោយឈ្មោះយឹមសារ៉េតភេទប្រុសអាយុ55ឆ្នាំមុខរបរមន្ត្រីក្រសួងសាធារណការមានទីលំនៅរាជធានីភ្នំពេញសមត្ថកិច្ចបញ្ជាក់ថាម៉ូតូបើកបរទិសដៅពីលិចទៅកើតខណៈរថយន្តបើកបញ្ច្រាស់ទិសគ្នាហើយបានបុកគ្នាយ៉ាងខ្លាំងបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុក្រោយមកសពបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកអ្នកបើកបររថយន្តមិនរងរបួសទេគ្រោះថ្នាក់នេះបានបណ្ដាលឲ្យរថយន្តមួយគ្រឿងនិងម៉ូតូមួយគ្រឿងរងការខូចខាតយ៉ាងធ្ងន់តាមការស៊ើបអង្កេតបឋមសមត្ថកិច្ចបានឲ្យដឹងថាមូលហេតុនៃគ្រោះថ្នាក់គឺបណ្ដាលមកពីអ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពស្រវឹងបច្ចុប្បន្នអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្លាបរិវត្តដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់គណៈវត្ថុតាងទាំងរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក